ការធ្វើ content អ្នកនរគ្នាគិតថាស្រួលអត់ចំពោះការគិតរបស់ខ្ញុំខ្ញុំគិតថាការធ្វើ content ឬក៏ហៅថាមេតិកាហ្នឹងខ្ញុំគិតថាมันស្រួលមែនទេអ្នកនរគ្នាប៉ុន្តែបើសិនជាសួរថាគួរតែចាប់ផ្ដើមអត់ខ្ញុំគិតថាគួរតែចាប់ផ្ដើមមិនបានន័យថាសិតតែរាល់ការចាប់ផ្ដើមរបស់អ្នកនរគ្នាសិតតែពិបាកប៉ុន្តែខ្ញុំលើកឡើងនៅអ្វីដែលវាភាគច្រើនណាព្រោះការធ្វើ content វាមិនស្រួលអ្នកនរគ្នាមិនយើងឃើញអ្នកខ្លះដែលគាត់ដើរមកមុនយើងហើយពីមួយជំហានមក100ជំហានហើយយើងស្គាល់គាត់នៅជំហានទី100របស់គាត់ហើយឃើញគាត់មាន100 follower ឬក៏100 follower អ្នកនរគ្នាតែដឹងថាគាត់ក៏ចាប់ផ្ដើមពីចំណុច0 follower ដូចទាំងអស់គ្នាដែរអញ្ចឹងបើអ្នកនរគ្នាមិនទាន់បានចាប់ផ្ដើមទេអាច start ចាប់ផ្ដើមពី0 follower ទៅមួយខ្ញុំទាំងអស់គ្នាអញ្ចឹងណាព្រោះដំបូងឡើយខ្ញុំក៏0 follower ដែរអ្នកនរគ្នាប៉ុន្តែខ្ញុំឥឡូវហ្នឹងខ្ញុំចាប់ផ្ដើម update ខ្លួនឯងតាមរយៈបណ្ដាញ TikTok ឲ្យខ្លួនឯង grow up ជាងមុនអញ្ចឹងណាព្រោះអ្នកនរគ្នាដឹងហើយថាបើសិនជាអ្នកនរគ្នាអាចមានជំនាញឬក៏អាចចេះធ្វើវីដេអូនៅក្នុង TikTok គឺជាឱកាសមួយដល់អ្នកនរគ្នាដែរខ្ញុំនិយាយនេះមិនមែនបានន័យថាអ្នកនរគ្នាធ្វើវីដេអូ TikTok តអ្នកនរគ្នាទទួលបាន sponsor ពី client អ្នកនរគ្នាអត់ទាន់មាន sponsor client ក៏អ្នកនរគ្នាធ្វើបានដែរ Yes សំខាន់ទឹកចិត្តនៃការឆ្លៃរបស់អ្នកនរគ្នាចូលចិត្តធ្វើវាអត់ឬក៏ឆ្លៃវាអត់ចំពោះខ្ញុំគិតថាខ្ញុំចូលចិត្តធ្វើវាហើយខ្ញុំឆ្លៃវា Yes អញ្ចឹងខ្ញុំដើរតាមប្រិយសម័យខ្លួនឯងបន្តិចម្ដងបើសិនជាជោគជ័យក៏អូខេបើសិនជាមិនជោគជ័យខ្ញុំក៏អត់ចាត់ដែរអញ្ចឹងណាប៉ុន្តែខ្ញុំគិតថាវា is okay វា grow up ម្ដងតិចអញ្ចឹងណាអញ្ចឹងធ្វើឲ្យខ្ញុំមានទឹកចិត្តក្នុងការធ្វើវាហើយខ្ញុំក៏លើកទឹកចិត្តឲ្យបងប្អូនដែលគាត់ស្ទាក់ស្ទើរក្នុងការសម្រេចចិត្តអាចគិតឡើងវិញអញ្ចឹងណាថាគួរតែធ្វើឬក៏អត់បើសិនជាយើងស្រឡាញ់ចាំធ្វើបើសិនជាយើងមិនស្រឡាញ់មិនចូលចិត្តវាទេមិនចាំបាច់ធ្វើទេបើគិតតែផលប្រយោជន៍ចេញពីវានោះបើសិនជាយើងស្រឡាញ់ចាំធ្វើអញ្ចឹងអរគុណច្រើនបាយបាយបងប្អូន